ជីវិតជារបស់ចៃគេជីវិតក្នុងកំណើតជាមនុស្សនេះមានភារកិច្ចប្រព្រឹត្តព្រហ្មចរិយធម៌រួចហើយត្រូវសងជីវិតនេះឲ្យទៅម្ចាស់របស់គេគឺជរាមរណៈព្រហ្មចរិយធម៌គឺជាយានជំនិះដ៏ប្រសើរនាំសត្វលោកទៅកាន់ទីបំផុតនៃទុក្ខដោយលះបង់ចោលនៅជីវិតប្រកបទៅដោយឧបាទានខណ្ឌ5ជីវិតប្រៀបដូចជាសម្ភារៈសម្រាប់ធ្វើទូកឬក្បូនតែប៉ុណ្ណោះសម្ភារៈទាំងនោះដែលខ្ចីអំពីគេមកដូចជាកំណត់ពូថៅជាដើមចាំបាច់ត្រូវតែសងឲ្យទៅម្ចាស់ទីវិញប៉ុន្តែអ្វីដែលជាការគួរឲ្យកក់ក្ដៅគឺក្បូនឯនោះទេដែលសម្រាប់ឆ្លងទៅកាន់ត្រីមានកំបិតពូថៅសម្ភារៈដែលខ្ចីគេមកនោះមិនមែនសម្រាប់ឲ្យប្រកាន់មាំថាជារបស់យើងនោះទេប៉ុន្តែសម្រាប់ធ្វើក្បូនរួចហើយត្រេកអរក្នុងការសងជូនទៅឲ្យម្ចាស់គេវិញម្យ៉ាងវាជារបស់គេម្យ៉ាងទៀតវាជារបស់ធ្ងន់មិនអាចយកទៅតាមក្បូនបាននិងម្យ៉ាងទៀតនោះកិច្ចការបានធ្វើស្រេចហើយសូម្បីតែជីវិតឥឡូវនេះក៏បុគ្គលខ្លួនឯងមិនអាចទាមទារតវ៉ាការពារបានផងចាំបាច់និយាយអ្វីទៅដល់គ្រឿងបរិក្ខារខាងក្រៅនោះយើងគ្រប់គ្នាដែលអាចរស់នៅបានដល់សពថ្ងៃនេះមិនមែនដោយសារនៅលើខ្លួនឯងនោះទេព្រោះប្រសិនបើជាត្រូវស្លាប់កាលអំពីខែមុនឬឆ្នាំមុននោះក៏មុខតែមិនស្លាប់បាត់ទៅហើយគឺពេលដែលត្រូវស្លាប់ហើយអាចស្លាប់បានដោយពិតតាំងតែអំពីចាប់បដិសន្ធិមកម្លេះប៉ុន្តែដែលអាចរស់នៅបាននោះព្រោះតែបច្ច័យនៃជីវិតនេះឯងគឺមិនមែននៅលើខ្លួនឯងនោះទេ